មើលទៅបងព្រះពុទ្ធនេះមិនមកដល់ទីនេះហើយបងព្រះពុទ្ធនេះគឺជាសេចក្តីប្រាថ្នាចុងក្រោយរបស់ទូលំទីគឺចង់ជួបជាមួយព្រះអង្គណាអាត្មាមិនអាចមកជួបអ្នកបានដោយរបៀបណាទេសេចក្តីមេត្តារបស់អ្នកនិងបុណ្យកុសលដែលបានបម្រើយើងបានធ្វើឲ្យអាត្មាជំពាក់គុណអ្នកខ្លាំងណាស់ហើយអីក៏អ្នកធ្លាក់ខ្លួនទៅជាបែបនេះអ្នកខ្លាចសេចក្តីស្លាប់មែនទេព្រះពុទ្ធទូលមកគុំខ្លាចណាស់បន្ទាប់ពីបានជួបជាមួយព្រះអង្គហើយទូលមកគុំមានសង្ឃឹមខ្លះដែរទេកុំខ្លាចឲ្យសោះសុដានអ្នកពិតជាបានជួយដល់អ្នកដល់ពេលច្រើនណាស់នៅក្នុងជីវិតរបស់អ្នកនឹងមិនទៅបានប្រឈមមុខជាមួយនឹងការឈឺចាប់ទេចូលអ្នកថាតាមអាត្មាទៅអ្នកនឹងទទួលបានកម្លាំងប្រឈមមុខជាមួយនឹងសេចក្តីស្លាប់ដូច្នេះអ្នកប្រកាសជាមិនមានការភ័យខ្លាចទេជាមួយនឹងសេចក្តីស្លាប់នោះសូមបិទភ្នែករបស់អ្នកទៅរួចហើយចាំថាតាមអាត្មាចក្ខុមិនមែនជារបស់យើងទេចក្ខុនេះមិនមែនជារបស់យើងទេសោតាមិនមែនជារបស់យើងទេសោតានេះមិនមែនជារបស់យើងទេជីវហាមិនមែនជារបស់យើងទេជីវហាមិនមែនជារបស់យើងទេរូបកាយមិនមែនជារបស់យើងទេរូបកាយនេះមិនមែនជារបស់យើងទេវិញ្ញាណនេះមិនមែនជារបស់យើងទេវិញ្ញាណនេះមិនមែនជារបស់យើងទេរសជាតិសម្ផស្សនិងគំនិតទាំងឡាយដែលកំពុងតែកើតយើងមិនមែននៅក្នុងរបស់ពួកគេណាមួយទេយើងមិនមែនជាអ្វីដែលយើងឃើញទេយើងមិនមែនជាអ្វីដែលយើងឮទេយើងមិនមែនជាអ្វីដែលយើងធំក្លិនទេរសជាតិសម្ផស្សនិងគំនិតដែលកំពុងកើតឡើងមិនមែនជារបស់ពួកយើងទេមិនថាជារូបកាយនេះសម្លេងនេះវាក៏មិនមែនជារបស់យើងនោះដែរមិនថាក្លិនឬសម្ផស្សមិនមែនជារបស់យើងទេមិនថាក្លិនសម្ផស្សក៏មិនមែនជារបស់យើងតើមានអ្វីបន្ទាប់ទៀតទេព្រះពុទ្ធសូម្បីព្រះធរណីក៏មិនមែនជារបស់យើងមេឃក៏មិនមែនជារបស់យើងមិនមែនជាខ្យល់មិនមែនជាព្រឹកយើងមិនមែនជាការដឹងឮអ្វីទាំងអស់ហើយក៏គ្មានចំណងណាមួយដែលអាចចងយើងបានឡើយការស្លាប់មិនអាចជាប់ជំពាក់ជាមួយយើងទេការស្លាប់មិនជាប់ជំពាក់ជាមួយយើងទេយើងញញឹមព្រោះមិនថាយើងបានកើតរួចហើយក៏ស្លាប់ទៅវិញទេមិនថាការកើតឲ្យយើងមានជីវិតឬក៏ស្លាប់ទៅវិញដោយសារការដណ្ដើមជីវិតពីយើងឲ្យឆ្ងាយពីយើងទេផ្លូវចេញរបស់យើងមិនអាចគេចផុតពីការស្លាប់នោះទេហើយវាក៏នៅតែមិនអាចពឹងពាក់ទៅលើពួកគេបានដដែលមានរឿងអីទៅស៊ូដានអ្នកមិនអាចថាតាមបានទេទូលមកុំអាចថាតាមបានក្រាបទូលគ្រប់ពាក្យដែលព្រះអង្គត្រាស់កំពុងតែសម្រាប់វិញ្ញាណរបស់ទូលមកុំដូចជាដំណក់ទឹកជាច្រើនដំណក់ទូលមកុំកំពុងតែព្រោះទូលមកុំបាននៅជិតស្និទ្ធនឹងព្រះអង្គជាច្រើនឆ្នាំណាស់ទូលមកុំអាចជួបជាមួយព្រះអង្គនៅពេលទូលមកុំឈឺយ៉ាងខ្លាំងដែលទូលមកុំបានមានឱកាសដើម្បីបានស្ដាប់ព្រះធម៌របស់ព្រះអង្គព្រះពុទ្ធគឺជាបុគ្គលអស្ចារ្យសេចក្តីស្លាប់របស់ទូលបង្គំកំពុងតែនាំជីវិតទូលបង្គំអស់ពីផុតពីសេចក្តីខ្លាចទាំងនោះពេលនឹងហើមចុងក្រោយទូលបង្គំនេះគ្រាន់តែចង់ជួបជាមួយព្រះអង្គទេក្រាប